ុំខូចចិត្តយូរពេកមិនចាំបាច់កើតទុក្ខខ្លាំងពេកហើយក៏មិនចាំបាច់ត្រអូសរំភើបខ្លាំងពេកទេព្រោះថាអ្វីដែលមានក៏ដូចជាអ្វីដែលគ្មានទីបំផុតអ្វីដែលមានក៏ត្រូវអស់ទៅវិញប៉ុន្តែបើមានជីវិតរស់នៅត្រូវមានសង្ឃឹមមានការប្រឹងប្រែងតស៊ូអំណត់ជានិច្ចជីវិតមានតែមួយជីវិតមិនដូចគ្នាទេនរណាក៏ស្រឡាញ់ជីវិតដែរប៉ុន្តែជីវិតរបស់យើងម្នាក់វាប្រព្រឹត្តទៅមិនដូចគ្នាឡើយសម្រាប់អ្នកខ្លះបើដល់ពេលងងុយក៏ចូលគេងទៅបើដល់ពេលអស់ងងុយត្រូវក្រោកឡើងបើដល់ពេលឃ្លានក៏ទៅរកអីញ៉ាំទៅបើដល់ពេលស្រេកក៏ត្រូវទៅរកទឹកផឹកទៅបើដល់ពេលឈឺក៏ត្រូវទៅសម្រាប់ព្យាបាលជំងឺក៏ទៅសម្រាប់នៅមន្ទីរពេទ្យប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែទទួលបានជីវិតបែបនេះនោះឡើយអ្នកខ្លះទោះជាងងុយគេងខ្លាំងប៉ុណ្ណាក៏មិនបានគេងទៀងទាត់និងគ្រប់គ្រាន់ពេលដែលស្រេកឃ្លានក៏គ្មានអ្វីទ្រាំពោះបន្តិចសោះពេលស្រេកក៏រកទឹកល្អស្អាតផឹកមិនបានអ្នកខ្លះប្រឹងធ្វើការទាំងឈឺទាំងជាមិនបានសម្រាកគ្រប់គ្នាសុទ្ធតែប្រាថ្នាចង់បានជីវិតរស់នៅប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចរកហេតុផលដើម្បីបន្តរស់បានដូចគ្នាទេអ្នកខ្លះខូចចិត្តខ្លាំងពេកប្រឡងធ្លាក់នៅខណៈដែលអ្នកខ្លះទៀតសូម្បីតែឱកាសដើម្បីបានចូលរៀនបានប្រឡងប្រជែងជាមួយអ្នកឯទៀតជីវិតមិនមែនជាការប្រកួតប្រជែងលទ្ធផលល្អអាក្រក់ជាមួយអ្នកដទៃទេយើងគ្រាន់តែត្រូវរស់នៅដោយពេញចិត្តចំពោះថ្ងៃនីមួយដែលបានឆ្លងកាត់បើយើងឆ្លងកាត់រឿងលំបាកក្នុងថ្ងៃនេះមិនបានទេយើងក៏គ្មានឱកាសឆ្លងកាត់រឿងលំបាកផ្សេងទៀតនៅថ្ងៃបន្ទាប់ឡើយគ្រប់គ្នាកើតមកក៏ត្រូវស្លាប់ទៅវិញនៅពេលណាមួយប៉ុន្តែនៅខណៈដែលយើងមានដង្ហើមដកចេញចូលសូមរស់នៅដោយក្តីសង្ឃឹមនិងអំណរគុណចំពោះជីវិតនេះឲ្យបានច្រើនកុំខូចចិត្តយូរពេកដើរដួលក៏ត្រូវប្រឹងក្រោកឈឺចាប់យ៉ាងណាក៏ត្រូវប្រឹងរស់បន្តទៀតដែរពេលកំពុងស្មុគស្មាញខ្លាំងប្រហែលសូម្បីជីវិតក៏យើងលែងចង់ឲ្យតម្លៃគិតថារស់ក៏គ្មានន័យចង់ស្លាប់ឲ្យផុតពីโลกនេះប៉ុន្តែនៅខណៈដែលយើងលែងចង់រស់មានមនុស្សច្រើនណាស់ដែលកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យដាក់អុកស៊ីសែនដើម្បីបន្តដង្ហើមរស់មនុស្សជាច្រើនចង់រស់ចង់មានដង្ហើមដកចុះយើងវិញចិត្តមានជំងឺថ្ងៃណាក៏ជាថ្ងៃដែលយើងត្រូវប្រឈមមុខជាមួយនឹងស្ថានភាពព្រួលប្រែក្នុងជីវិតដែរដូច្នេះភាពភ័យខ្លាចវាមិនមែនជាអាវុធដើម្បីប្រើជាមួយស្ថានភាពប្រែប្រួលនោះទេប៉ុន្តែគឺចិត្តនឹងធឹងរបស់យើងឯនោះវិញទេដែលអាចទប់ទល់ជាមួយនឹងស្ថានភាពប្រែប្រួលទាំងអស់នោះបានមនុស្សឈឺដោយសារតែចិត្តមានជំងឺហើយចិត្តមានជំងឺព្រោះតែចិត្តទន់ខ្សោយចិត្តទន់ខ្សោយគឺចិត្តដែលគ្មានថាមពលហើយចិត្តដែលគ្មានថាមពលគ្រប់គ្រាន់ដើម្បីទប់ទល់ជាមួយស្ថានភាពប្តូរផ្លាស់ឬព្យុះជីវិតមកពីចិត្តនោះមិនបានឆ្លងកាត់ការលត់ដំជាមួយនឹងការឈឺចាប់អ្នកខ្លះធ្លាប់ធ្វើដំណើរលើផ្លូវដ៏ស្រួលរហូតហើយពេលដែលចូលមកដល់ផ្លូវលំបាកភ្លាមក៏ចង់បោះបង់ទៅហើយមិនព្រមឈានជើងដើរលើផ្លូវលំបាកទី1ដែលយើងជួបលើផ្លូវលំបាកផ្សេងទៀតដែលត្រូវជួបចង់ធ្វើដំណើរបានវែងឆ្ងាយត្រូវតែមានចិត្តខ្លាំងចិត្តតស៊ូស្វិតស្វាញចិត្តដែលចេះអត់ទ្រាំមនុស្សដែលមានចិត្តអន់ងាយនិងអន់ចិត្តគ្មានកម្លាំងកំហែងគ្មានថាមពលចិត្តទន់ជ្រាយចិត្តដែលងាយឈឺងាយរបួសងាយទទួលស្នាមរបួសតែយើងត្រូវព្យាបាលចិត្តទន់ខ្សោយនិងធ្វើវាឲ្យមានថាមពលក្លៀវក្លាដោយរបៀបណារូបរាងកាយត្រូវការអាហារមានជីវជាតិដើម្បីលូតលាស់ធំធាត់យ៉ាងណាមិញចិត្តរបស់យើងក៏ដូចគ្នាចិត្តត្រូវការអាហារដែលបំពេញថាមពលនិងផ្ដល់នូវសុខភាពល្អជាប្រចាំព្រោះបើមិនអញ្ចឹងទេជំងឺទាំងឡាយនឹងចូលទៅលុកលុយទន្ទ្រានចិត្តអាហារសម្រាប់ចិត្តទន់ខ្សោយគឺការគិតវិជ្ជមាន
ប៉ុន្តែនៅក្នុងដំណាក់កាលដែលចិត្តកំពុងតែទន់ខ្សោយទៅតែយើងនឹងយកផ្នែកណាមួយនៃចិត្តឲ្យងាកត្រឡប់មករកការគិតក្នុងផ្លូវវិជ្ជមានបានចិត្តរឹងមាំត្រូវការលុតដំណាស់ហើយការលុតដំចិត្តនេះមិនមែនធ្វើឡើងក្នុងមួយថ្ងៃមួយសប្តាហ៍មួយខែឬមួយឆ្នាំឡើយវាត្រូវការសន្សំដោយលំបាកហើយចំនួនដងនៃការសន្សំឬការហាត់ពុតចិត្តឲ្យរឹងមាំត្រូវរាប់ដោយចំនួនដងនៃការព្រមប្រឈរឬការឆ្លងកាត់ស្ថានភាពលំបាកនោះឯងមុននឹងគេយកដែកមកពុតឆ្នៃដើម្បីធ្វើឧបករណ៍ប្រើប្រាស់ផ្សេងច្បាស់ណាស់គឺគេត្រូវដុតវាឲ្យឆ្អិនហើយដំវារហូតចេញជារូបរាងនៃឧបករណ៍ដែលគេចង់បានពេលនៅក្នុងភ្លើងដែកប្រកាសជាក្តៅហើយទន់ប៉ុន្តែដោយសារតែវាទន់ទើបជាងអាចដំឆ្នៃឲ្យคล้ายជាឧបករណ៍ប្រើប្រាស់តាមតម្រូវការបានដែកដែលមិនបានឆ្លងកាត់ការដុតលួតដំក៏នៅតែជាដែកធម្មតាថ្មដែលមិនបានឆ្លងកាត់ការឆ្លាក់ដុសខាត់មិនបានឈឺចាប់នឹងការដាប់ការដំវាគ្រាន់តែជាថ្មធម្មតាដូចថ្មឯទៀតប៉ុន្តែថ្មដែលបានឆ្លងកាត់ការដុសខាត់ដំឆ្លាក់វាคล้ายជារូបចម្លាក់ឬជាវត្ថុប្រើប្រាស់ផ្សេងទៀតដែលអស្ចារ្យជាងថ្មធម្មតាគ្រប់គ្នាចង់ជ្រើសរើសជីវិតដ៏ងាយស្រួលក៏ប៉ុន្តែយើងអាចជ្រើសរើសបានបែបនោះវាទាល់តែយើងព្រមលំបាកជាមុនសិនអ្វីក៏ដោយគឺបានមកជាមួយការដោះដូរយើងមិនអាចដេកសង្ងំតែក្នុងផ្ទះខ្ជិលក្រោកពីព្រលឹមទៅហាត់ប្រាណគិតចង់បានសុខភាពល្អនោះទេសុខភាពរាងកាយល្អមិនមែនជាអភូតហេតុទេសុខភាពផ្លូវចិត្តក៏មិនមែនជាអភូតហេតុដូចគ្នាយើងម្នាក់មិនអាចក្លាយទៅជាមនុស្សរឹងមាំដែលគ្រាន់តែត្រូវឆ្លងកាត់ការលំបាកដ៏តិចតួចឬឆ្លងកាត់ការលំបាកក្នុងរយៈពេលខ្លីនោះឡើយជីវិតវាមិនងាយស្រួលនោះទេវាលំបាកប៉ុន្តែយើងសុខចិត្តស្លាប់ពេលដែលខ្លួនជួបនឹងស្ថានភាពលំបាកឬក៏យើងសុខចិត្តប្រឹងជំនះតតាំងជាមួយនឹងភាពលំបាកដើម្បីក្តីស្រណុកសុខស្រួលខ្លះក្នុងជីវិតទោះបីជីវិតវាលំបាកប៉ុន្តែទោះបីជាត្រូវលំបាកយ៉ាងណាក៏យើងនៅតែចង់រស់នរណាក៏ចង់រស់នៅដែរខ្ញុំជឿថាមិនមានអ្នកណាចង់ស្លាប់ទេប៉ុន្តែមនុស្សទាល់ច្រកសុខចិត្តជ្រើសរើសយកផ្លូវស្លាប់ដើម្បីគេចចេញពីការឈឺចាប់បើយើងជ្រើសរើសយកសេចក្តីស្លាប់ដើម្បីគ្រាន់តែចង់គេចពីការឈឺចាប់គឺវាស្មើនឹងយើងច្រានការឈឺចាប់របស់យើងឲ្យមនុស្សជាច្រើនដែលស្រឡាញ់យើងមែនទែនទៅការឈឺចាប់ទាំងឡាយនឹងមិនបញ្ចប់ទៅវិញដោយគ្រាន់តែយើងអាចយកឈ្នះការឈឺចាប់លើកនេះបាននោះទេប៉ុន្តែជីវិតដែលអាចរស់នៅបានក៏ព្រោះតែយើងចេះបន្សាំខ្លួនជាមួយនឹងការឈឺចាប់ទាំងនោះហើយបន្តប្រឹងប្រែងរៀនសូត្រពីជីវិតរហូតទៅបើបន្តរស់នៅយើងនឹងបន្តការឈឺចាប់ប៉ុន្តែប្រសិនបើយើងជ្រើសរើសផ្លូវស្លាប់យើងនឹងធ្វើឲ្យមនុស្សជាច្រើនទៀតដែលនៅជុំវិញយើងរស់នៅជាមួយនឹងការឈឺចាប់ចុងក្រោយយើងនៅតែមិនអាចបញ្ចប់ការឈឺចាប់បានដដែលចិត្តដែលទន់ជ្រាយគឺមិនអាចប្រឆាំងនឹងជំងឺផ្សេងបានឡើយមិនមែនមកពីជំងឺខាងក្រៅខ្លាំងជាងចិត្តទេប៉ុន្តែមកពីចិត្តយើងគ្មានថាមពលគ្រប់គ្រាន់ដើម្បីរុញច្រានជំងឺនានាចេញបានមេរោគផ្សេងដូចជារោគច្រណែនរោគខឹងរោគស្អប់រោគគុំគួនរោគទន់ជ្រាយរោគប្រច័ណ្ឌសុទ្ធតែជារោគសាហាវហើយសពថ្ងៃនេះជំងឺមួយដែលគួរឲ្យខ្លាចបំផុតសម្រាប់មនុស្សក្នុងយុគសម័យបច្ចេកវិទ្យានេះគឺជំងឺបាក់ទឹកចិត្តជាពិសេសគឺយុវវ័យយើងកម្របានឃើញការចុះផ្សាយដែលថាឪពុកម្ដាយសម្លាប់ខ្លួនព្រោះតែកូនមិនស្រឡាញ់ពួកគាត់ណាប៉ុន្តែភាគច្រើនបំផុតនៃព័ត៌មានគឺកូនសម្លាប់ខ្លួនដោយសារតែឪពុកម្ដាយខ្វះការស្រឡាញ់សម្ពាធការងារសម្ពាធគ្រួសារសម្ពាធការសិក្សាមនុស្សយើងងាយនឹងខកចិត្តចំពោះការបាត់បង់តែមិនងាយពេញចិត្តនឹងការលះបង់ទេថាបើមាននរណាម្នាក់ព្រមធ្វើបែបនេះធ្វើនោះលះបង់នេះលះបង់នោះជួយនេះជួយនោះចំពោះខ្លួនគឺខ្លួនសប្បាយចិត្តប៉ុន្តែកម្រនឹងគិតថាត្រូវធ្វើបែបនេះ
ធ្វើបែបនោះនឹងលះបង់ទឹកចិត្តដើម្បីជួយអ្វីខ្លះដល់អ្នកដទៃដែលលំបាកជាងខ្លួនអ្នកខ្លះចេះតែពីខាងអន់ចិត្តនៅពេលដែលពឹងឲ្យអ្នកដទៃជួយអ្វីខ្លួនមិនបានប៉ុន្តែគេបែរជាមិនដែលមានវិបដិសារីអ្វីបន្តិចសោះនៅពេលដែលគេមិនអាចជួយនរណាម្នាក់ដែលត្រូវការជំនួយពីគេកុំធ្វើជាមនុស្សដែលចាំតែអន់ចិត្តលើរឿងដែលអ្នកដទៃមិនអាចជួយបានจึงត្រូវប្រឹងធ្វើជាមនុស្សដែលអ្នកដទៃអាចពឹងបានអញ្ចឹងហើយណាបើអ្នកចិត្តខ្លួនយើងឈឺចាប់យើងក៏អាចធ្វើជាអ្នកដែលលួងលោមម្នាក់បើយើងមិនអាចជួយអ្វីដល់គេបានយ៉ាងហោចណាស់យើងត្រូវតែរៀនធ្វើខ្លួនជាមនុស្សដែលមិនអំពើទុកដល់គេច្រើនពេកទៅវាបានហើយ